រុស្ស៊ីត្រូវបានគេសង្ស័យថាកំពុងដាក់ពង្រាយមីស៊ីលបាល់លីស្ទិកល្បឿនលឿនជាងសម្លេងប្រភេទ Oreshnik ដែលអាចផ្ទុកក្បាលនុយក្លេអ៊ែរនៅលើទឹកដីបេឡារុសនេះបើតាមការអាងរបស់អ្នកស្រាវជ្រាវអាមេរិកពីររូបដោយផ្អែកលើរូបភាពពីផ្កាយរណបអ្នកស្រាវជ្រាវបានបញ្ជាក់ថាពួកគេមានការប្រកាសប្រជាប្រហែល 90% ថាជើងទម្រចល័តសម្រាប់បាញ់មីស៊ីល Oreshnik ត្រូវបានដាក់ពង្រាយនៅឯអតីតមូលដ្ឋានទ័ពអាកាសមួយកន្លែងជិតទីក្រុង Krychev ភាគខាងកើតប្រទេសបេឡារុសទីតាំងនេះមានចម្ងាយប្រហែល307គីឡូម៉ែត្រពីរាជធានីបេឡារុសនិងប្រហែល478គីឡូម៉ែត្រពីទីក្រុងមូស្គូហើយអាចបង្កការគំរាមកំហែងដល់ទ្វីបអឺរ៉ុបទាំងមូលប្រសិនបើសង្គ្រាមផ្ទុះឡើងអ្នកជំនាញមួយចំនួនវាតម្លៃថាការដាក់ពង្រាយមីស៊ីលនេះគឺជាយុទ្ធសាស្ត្រគំរាមកំហែងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូដើម្បីទប់ស្កាត់សមាជិកអង្គការ NATO មិនឲ្យបន្តប្រកួតផ្គងអាវុធឲ្យអ៊ុយក្រែនដែលអាចវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ីបានការវាយតម្លៃនេះស្របគ្នានឹងការរកឃើញរបស់សេវាចារកម្មអាមេរិកគណៈប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កន្លងមកធ្លាប់បានបញ្ជាក់ពីផែនការដាក់ពង្រាយមីស៊ីល Oreshnik នៅលើទឹកដីបេឡារុសដែលមានសមត្ថភាពវាយប្រហារចម្ងាយដល់ 5,500 គីឡូម៉ែត្រ